បានពរញាតិញោមបងប្អូនអស់គ្នាមកភាពិចារការវត្តនំរៀបនឹងជាអ្នកបង្កើតតំបន់ទេសចរភ្នំទឹកធំជប់ព្រំដែនកម្ពុជាវៀតណាមថ្ងៃនេះអរគុណច្រើនព្រោះលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះក្រុងមិថុនាពូថងខ្ញុំណាបើដែលគាត់បានមកតំបន់ទេសចរភ្នំទឹកធំជាលក្ខណៈគ្រួសារអរគុណច្រើនព្រោះលោកជំទាវដែលមកទស្សនាអរគុណច្រើនមែនទែនខ្ញុំណាព្រោះដែលគាត់បានមកទស្សនាជាលក្ខណៈគ្រួសារនៅតំបន់ទេសចរភ្នំទឹកធំអរគុណច្រើនជូនពរលោកជំទាវនិងកូនមូសាមានសេចក្តីសុខសុរិញចម្រើនធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយឲ្យសុខសប្បាយសុខសុវត្ថិភាពទាំងផ្លូវស្មារតីដូចជាសហគមន៍ភ្នំទឹកធំអរគុណលោកជំទាវច្រើនដូចជាបងប្អូនទាំងអស់គ្នាដែលមកទស្សនានៅតំបន់ទេសចរភ្នំទឹកធំជប់ព្រំដែនកម្ពុជាវៀតណាមរៀបចំបង្កើតឡើងនៅប្រសងវត្តតម្រាបទាំងបងប្អូនណានិងអរគុណច្រើនញាតិញោមទាំងអស់គ្នាសង្ឃឹមថាបងប្អូនជួបសពសាជួបសៀជាពិសេសកុំភ្លេចអញ្ជើញមកទស្សនាតំបន់ទេសចរភ្នំទឹកធំដែលរៀបចំនិងបង្កើតឡើងនៅប្រសងវត្តតម្រាបផងបងប្អូនណាព្រោះនៅជាប់ព្រំដែនកម្ពុជាវៀតណាមយើងប្រហែលជា700ម៉ែត្រទេគឺនៅជាប់គ្នាទេបងប្អូនណាហើយកន្លែងនេះគឺបង្កើតឡើងនៅប្រសងវត្តតម្រាបហើយបងប្អូនយើងមកលេងច្រើនណាស់បងគឺមកលេងច្រើនមែនទែនបងប្អូនណាហើយអរគុណច្រើនបងលោកជំទាវញាតិញោមយើងបងប្អូនអស់គ្នាអរគុណច្រើនបងប្អូនកុំភ្លេចជួបសពសាជួបពលលោកពេជ្រវត្តតម្រាបអរគុណច្រើន